តែញបន្លែទេខ្ចីស្រស់ទៀតផងអត់ទេមីនាងអត់ទិញទេហេតុអីក៏ថ្ងៃនេះស្ងាត់ម្លេះបាត់មនុស្សទៅណាអស់ហើយចេះទៅមុខទៀតមើលក្រែងលក់បានខ្លះព្រោះនៅព្រឹកនៅឡើយទេលោកតើមានរឿងអីទៅនេះនាងពូកែនិយាយមែនបើអញ្ចឹងខ្ញុំយកទាំងអស់អរគុណហើយដែលបានជួយទិញខ្ញុំឈ្មោះឯងជ្រើសរើសទៅម្ចាស់ពុកគំរាមខ្ញុំមែនទេយើងមិនបានគំរាមទេអេពុកតាំងពីមកផ្ទះនេះអង្គម្ចាស់ភ្លាមទឹកមុខដូចជាសប្បាយចិត្តដល់ហើយពុកសប្បាយចិត្តរឿងអីទៅប្រាប់ខ្ញុំផងហេតុអីបានឯងដឹងថាយើងទៅផ្ទះអង្គម្ចាស់ដល់ថ្ងៃកំណត់ហើយតើអ្នកទាំងពីរមានលុយសងខ្ញុំទេសូមជូនរឿងទីសកបបេះដូងនិពន្ធនឹងផលិតដោយកញ្ញាសុខានេះខ្ញុំពិតជាខ្មាស់លោកបញ្ជាណាស់ខ្ញុំមិនដែលបានទៅលេងលោកបញ្ជាផងមានតែលោកបញ្ជាទេមកលេងដល់ផ្ទះលោកបញ្ជាតាមចិត្តចោះកុំក្រែងចិត្តអីខ្ញុំទេដែលត្រូវក្រែងចិត្តអ្នកអង្គម្ចាស់នោះដែលមករំខានអ្នកអង្គម្ចាស់មិនអីទេលោកបញ្ជាមករត់ថ្ងៃក៏បានដែរខ្ញុំមិនថាអីទេអូលោកបញ្ជាខ្ញុំរីករាយណាស់ដែលលោកបញ្ជាអញ្ជើញមកតើលោកបញ្ជាមានកិច្ចការអីទៅម៉លីអង្គុយចុះសិនមកចាលោកបងខ្ញុំមកនេះក៏មានរឿងចង់និយាយជាមួយនឹងអង្គម្ចាស់ដែរអូពិតមែនហើយក្មួយផាលីនត្រឡប់មកវិញហើយឬនៅ2ថ្ងៃមុនខ្ញុំមកជួបតលតែសោះកូនស្រីខ្ញុំត្រឡប់មកពី3ថ្ងៃហើយបើលោកពញាចង់ជួបកូនស្រីរបស់ខ្ញុំនោះខ្ញុំឲ្យគេមកជួបភ្លាមអូមិនអីទេខ្ញុំមិនហ៊ានរំខានទេមិញថាមានរឿងចង់និយាយជាមួយខ្ញុំតើមានរឿងអីទៅលោកពញាកុំក្រែងចិត្តអីមានរឿងអីឆាប់និយាយមកបើអញ្ចឹងខ្ញុំនិយាយហើយបើខ្ញុំនិយាយហើយនេះអង្គម្ចាស់ប្រកាសជាមិនខឹងខ្ញុំទេលោកពញាចង់និយាយអីក៏និយាយមកខ្ញុំស្ដាប់បានគ្រប់រឿងខ្ញុំក៏មិនក្រែងចិត្តដែរខ្ញុំពេញចិត្តនឹងក្មួយផាលីនជាយូរណាស់មកហើយខ្ញុំសង្ឃឹមថានេះអង្គម្ចាស់យល់ផងចោះលោកពញាខ្ញុំមិនគួរឲ្យជឿទេថាលោកពញាពេញចិត្តនឹងកូនស្រីខ្ញុំខ្ញុំសូមសរសើរដែលលោកពញានិយាយចេញមកខ្ញុំមើលទៅលោកពញាក៏មិនសូវចាស់ដែរហើយកូនស្រីរបស់ខ្ញុំក៏មិនក្មេងណាស់ដែរអ្នកទាំងពីរខ្ញុំមើលទៅក៏សមម្យ៉ាងដែររឿងនេះលោកពញាកុំបារម្ភអីខ្ញុំសាកទៅនិយាយជាមួយកូនស្រីខ្ញុំសិនល្អហ្នឹងតើបើនាងផាលីនរៀបការជាមួយលោកពញានោះខ្ញុំនឹងអស់បន្លាចេញពីទ្រង់មិនខានទេពេលនោះខ្ញុំនឹងបានធ្វើអ្នកស្រីធំនៅក្នុងភូមិគ្រឹះនេះមិនខាននេះអង្គម្ចាស់មិនថាអីមែនទេខ្ញុំនេះខំតែភ័យខ្ញុំមិនគូណាមកលួចមានចិត្តលើក្មួយផាលីនទេខ្ញុំនេះហាមចិត្តមិនបានឡើយខ្ញុំក៏មានកូនណាស់ហើយដែរហើយពីម៉ាយទៀតថែមទាំងអាយុកាន់តែច្រើនបើអង្គម្ចាស់មិនថាអីទេខ្ញុំនឹងមកចូលស្ដីដណ្ដឹងក្មួយផាលីននៅឆាប់នេះនេះអង្គម្ចាស់ប្រកាសជាមិនថាអីមែនទេរឿងនេះខ្ញុំមិនថាអីទេខ្ញុំសូមនិយាយជាមួយកូនស្រីខ្ញុំសិនបើមានអីខ្ញុំនឹងផ្ដល់ដំណឹងជូនខ្ញុំក៏ចង់បានលោកពញាមកធ្វើជាកូនប្រសាខ្ញុំដែរព្រោះលោកពញាមិនទាន់ចាស់អីណាហើយមុខមាត់ក៏សង្ហាដែរនោះគឺលោកពញាតើគាត់មកមានការអីទៅហើយសើចសប្បាយរីករាយទៀតផងខ្ញុំសូមអរគុណអ្នកអង្គម្ចាស់ហើយដែលជួយដំណើរខ្ញុំមកខ្ញុំសង្ឃឹមថាអ្នកអង្គម្ចាស់នឹងផ្ដល់ដំណឹងឲ្យខ្ញុំឆាប់នេះប្រកាសណាស់ខ្ញុំប្រកាសជាផ្ដល់ដំណឹងឲ្យបើអញ្ចឹងខ្ញុំលាអ្នកអង្គម្ចាស់ត្រឡប់ទៅវិញហើយអ្នកស្រីម៉ាលីខ្ញុំលាហើយចាលោកពញាទៅតាមផ្លូវសុខសប្បាយអេហេពុកតាំងពីមកផ្ទះអ្នកអង្គម្ចាស់ភ្លាមទឹកមុខដូចជាសប្បាយចិត្តដល់ហើយពុកសប្បាយចិត្តរឿងអីទៅប្រាប់ខ្ញុំផងហេតុអីបានឯងដឹងថាយើងទៅផ្ទះអង្គម្ចាស់អត់ដងប្រាប់មានទេពិតមែនហើយពុកទៅផ្ទះអ្នកអង្គម្ចាស់រាល់ដងពុកមានអ្នកណាមែនទេឬមួយពុកស្រឡាញ់អ្នកណាកូនថាអញ្ចឹងក៏បានដែរពិតមែនហើយពុកបានពេញចិត្តកូនអ្នកអង្គម្ចាស់យូរហើយតែពុកខ្លាចពីប្រុសពុកនេះមានកូនហើយក៏នៅពោះម៉ាយទៀតនេះណាទៅយកពុកនោះថាយ៉ាងម៉េចពុកនឹងពេញចិត្តកូនអង្គម្ចាស់ពុកពិតជាក្លាហានមែនហ៊ានស្រឡាញ់កូនអង្គម្ចាស់ខ្ញុំសូមសរសើរតាំងពីក្មេងៗមកខ្ញុំមិនដែលឃើញនាងទៀតទេប្រហែលពេលនេះពិតជាស្អាតហើយមើលទៅ
បានជាពុកខ្ញុំនេះលួចចាប់ចិត្តបែបនេះខ្ញុំក៏មិនថាអីដែរខ្ញុំគ្រប់គ្រងពុកបានប្រាប់អ្នកអង្គម្ចាស់ហើយឬនៅពុកបានប្រាប់ហើយចាំតែដំណឹងពីអង្គម្ចាស់ទេពុកបារម្ភថាក្រែងគេមិនស្រឡាញ់ពុកទេព្រោះពុកនេះចាស់ហើយអូហូពុកមានចាស់ឯណាខ្ញុំមើលទៅសង្ហាសឹងអីហើយនឹងអ្នកណាថាពុកខ្ញុំចាស់ទោះបីពេលនេះអ្នកម៉ាយមិននៅជាមួយយើងក៏ខ្ញុំមិនចង់ឲ្យពុកនៅឯកាដែរខ្ញុំពេញចិត្តឲ្យពុកយកប្រពន្ធទៀតឯងកុំមកលួងចិត្តពុកអីទោះបីពុកឯកាមានក៏ពុកនេះមានសមត្ថភាពយកប្រពន្ធខ្លួនឯងដែរនៅតែឯងទេពេលណាទើបគិតរឿងនេះខ្ញុំនៅក្មេងណាពុកខ្ញុំមិនចង់បានប្រពន្ធទេខ្ញុំនៅសប្បាយនៅឡើយទេពុកបើខ្ញុំយកប្រពន្ធខ្ញុំត្រូវតែយកប្រពន្ធណាស្អាតហើយសភាពរៀបសារហើយជាមនុស្សយល់ចិត្តទៀតផងណាពុកម្យ៉ាងទៀតស្រីម្នាក់នោះត្រូវតែសម្ដីទន់ភ្លន់ទៀតផងនោះហើយទៅជាអនាគតប្រពន្ធខ្ញុំណាពុកបានហើយយើងសុំបួងសួងឲ្យឯងរកប្រពន្ធដូចតែឯងពងទៅចោះប្រាថ្នាខ្ពស់ពេកយើងខ្លាចតែឯងរកប្រពន្ធមិនបានទេអូហូពុកហេតុអីក៏ថាបែបនេះពុកកុំទន់ថាឲ្យខ្ញុំណាជួនកាលខ្ញុំដើរទៅក៏បានឃើញមនុស្សដែលខ្ញុំពេញចិត្តនោះប្រហែលជាខ្ញុំនេះរៀបការមុនពុកឲ្យមើលទៅចាំទៅមើលទៅពុកបានហើយកុំមកយកឈ្នះយកចាញ់ជាមួយពុកអីពុកទៅសម្រាប់ហើយព្រោះស្អែកនេះពុកក្រោកពីព្រលឹមចាំស្ដាប់ដំណឹងពីអង្គម្ចាស់ផងអូហូពុកខ្ញុំពិតជាមានក្តីសុខមែនផាលីនម្ចាស់ពុកមានរឿងចង់និយាយជាមួយម្ចាស់ពុកមានរឿងអីចង់និយាយជាមួយខ្ញុំបើខ្ញុំទាយមិនខុសទេនោះប្រហែលជារឿងលោកបញ្ជីឲ្យមើលទៅតែបើរឿងបើកហាងលក់ក្រណាត់នោះម្ចាស់ពុកគ្មានអីត្រូវនិយាយទេមែនទេផាលីននេះកូនលួចស្ដាប់មែនទេថាម្ចាស់ពុកនិយាយអីអត់ទេចៃដន្យអីខ្ញុំដើរមកហើយក៏បានឃើញម្ចាស់ពុកនិយាយមកបានម្ចាស់ពុកក៏មិនចង់និយាយអីច្រើនដែរម្ចាស់ពុកចង់ឲ្យកូនរៀបការជាមួយលោកពញាព្រោះលោកពញាពេញចិត្តនឹងកូនពេលនោះផាលីនស្លុតចិត្តយ៉ាងខ្លាំងព្រោះបានលើអ្នកអង្គម្ចាស់និយាយបែបនេះម្ចាស់ពុកនេះម្ចាស់ពុកចង់ឲ្យខ្ញុំរៀបការខ្ញុំមិនដែរគិតរឿងនេះទេខ្ញុំមិនព្រមទោះបីកូនមិនព្រមរៀបការក៏ដោយម្ចាស់ពុកបានយល់ព្រមជាមួយលោកពញាហើយម្ចាស់ពុកមិនចង់ក្រឡាស់សម្ដីទេទោះបីយ៉ាងណាកូនត្រូវតែរៀបការដែរថ្ងៃស្អែកនេះពុកនឹងផ្ដល់ដំណឹងឲ្យលោកពញានឹងឲ្យចូលស្ដីដណ្ដឹងកូនភ្លាមម្ចាស់ពុកមិនអាចបង្ខំខ្ញុំបានទេម្ចាស់ពុកឲ្យខ្ញុំរៀបការជាមួយលោកពញាដែលអាយុចំណាស់ឪពុកអញ្ចឹងហ៎លោកពញាគាត់មានប្រពន្ធកូនហើយឬមួយម្ចាស់ពុកចង់ឲ្យខ្ញុំធ្វើជាប្រពន្ធចុងគេអង្គម្ចាស់ខឹងខ្លាំងណាស់ក៏បានទះផាលីនមួយដៃផាលីនក៏បានស្រក់ទឹកភ្នែកម៉ាត់ដៃក្នុងទ្រូងចុកចាប់ខ្លាំងណាស់យើងទះឯនេះយើងចង់ឯងគិតឡើងវិញថាជីវិតឯងនេះគឺយើងជាអ្នកកំណត់មិនមែនឯងទេស្ដាប់ឲ្យច្បាស់ឯងមិនព្រមរៀបការក៏បានដែរតែតំណែងលោកស្រីធំនៅក្នុងផ្ទះនេះគឺយើងឲ្យម៉លីធ្វើជាអ្នកស្រីធំនៅក្នុងផ្ទះនេះរួមទាំងផ្ទះម្ដាយឯងទៀតឯងជ្រើសរើសទៅម្ចាស់ពុកគំរាមខ្ញុំមែនទេយើងមិនបានគំរាមទេបើឯងមិនជឿទេសាកមើលទៅសំមុខហើយល្អដែរតើបើឯងរៀបការជាមួយលោកពញាហើយនោះទ្រព្យសម្បត្តិនៅក្នុងផ្ទះនេះប្រកាសជាធ្លាក់មកលើកដៃយើងមិនខានម៉ាលីគ្មានអីត្រូវនិយាយមានតែទឹកភ្នែកគេក៏បានរត់ចេញមកដោយក្នុងចិត្តឈឺខ្លាំងណាស់លោកបងតើលោកបងមកពីណាដែរខ្ញុំដើររកមិនឃើញសោះហេតុអីក៏លោកបងធ្វើមុខបែបនេះឬមួយលោកបងខឹងពីណាគេចាំខ្ញុំទៅយកទឹកត្រជាក់ឲ្យណាគឺគ្មានអ្នកណាគេទេគឺម៉ាលីនឹងហើយគួរឲ្យក្តៅចិត្តណាស់ដែលកូននិយាយមិនស្ដាប់ម៉ាលីចង់បានផ្ទះបោះស្បាទេថាម៉េចលោកបងនេះលោកបងចង់ឲ្យផ្ទះបោះស្បាឲ្យខ្ញុំមែនទេខ្ញុំមិនស្ដាប់ច្រឡំទេមែនទេប្រកាសណាស់តែបើផាលីនមិនព្រមរីកាជាមួយលោកពញាទេនោះផ្ទះបោះស្បាជារបស់ម្ដាយគេនោះបងនឹងឲ្យម៉ាលីបើផ្ទះបោះស្បាធ្លាក់មកលើកដៃខ្ញុំហើយនោះនាងផាលីនប្រកាសជាក្អួតឈាមមិនខានទេពេលនោះឯងគិតធ្វើយ៉ាងម៉េចទៅប៉ុន្តែផ្ទះនោះ
គឺជាផ្ទះរបស់ម្ដាយផាលីនណាលោកបងផ្ទះនោះគឺយើងជាអ្នកធ្វើឲ្យយើងមានសិទ្ធិចង់ឲ្យណាក៏បានដែរបានហើយបងទៅសម្រាប់ហើយពេលនេះដល់វេនយើងហើយនាងផាលីន ឡាយទេអ៊ំទិញបន្លែទេខ្ចីស្រស់ទៀតផង អត់ទេមីនាងអត់ទិញទេ ហេតុអីក៏ថ្ងៃនេះស្ងាត់ម្ល៉េះបាត់មនុស្សទៅណាអស់ហើយចេះទៅមុខទៀតមើលក្រែងលក់បានខ្លះព្រោះនៅព្រឹកនៅឡើយទេណែអ្នកកំឡោះមិនចេះរកស៊ីទីអីបានមកលួចប្រាក់គេអញ្ចឹងរុករៀងស្អាតបាតដែរមិនគូណាធ្វើជាចោលសោះអ៊ំខ្ញុំមិនមែនចោលទេអ៊ំយល់ច្រឡំហើយផុសតាំងឃើញនឹងភ្នែកហើយនៅថាមិនមែនទៀតឲ្យប្រាក់យើងវិញមកមនុស្សសម័យឥឡូវមិនគួរឲ្យទុកចិត្តទេមុខមាត់ស្អាតបាតមិនគូណាធ្វើបែបនេះសោះ លោកតើមានរឿងអីទៅ អូអ៊ំស្រីម្នាក់មិញចោទថាខ្ញុំលួចប្រាក់របស់គាត់ក៏បានជ្រុះប្រាក់ខ្ញុំក៏បានរើឲ្យគាត់ថាខ្ញុំលួចប្រាក់របស់គាត់ទៅវិញតើអ្នកនាងលក់អ្វីដែរទៅ ខ្ញុំលក់បន្លែតើលោកត្រូវការទិញបន្លែទេខ្ចីទៀតផងជួយទិញខ្ញុំបន្តិចទៅ បើខ្ញុំជួយទិញតើខ្ញុំសុំស្គាល់ឈ្មោះអ្នកនាងផងបានទេបើព្រមប្រាប់ឈ្មោះខ្ញុំមកយកទាំងអស់ ពិតមែនទេតែខ្ញុំលក់ថ្លៃបន្តិចហើយណាទាំងអស់ខ្ញុំលក់តែ20កាក់ទេយ៉ាងម៉េចដែរលោក អ្នកនាងពូកែនិយាយមែនបើអញ្ចឹងខ្ញុំយកទាំងអស់ អរគុណហើយដែលបានជួយទិញខ្ញុំឈ្មោះចន្ទ្រាពីរោះណាខ្ញុំឈ្មោះមនោភាហៅខ្ញុំភាបានហើយតើយើងធ្វើជាមិត្តនឹងគ្នាបានទេ លោកចង់ធ្វើមិត្តជាមួយខ្ញុំតែខ្ញុំមិនស័ក្តិសមធ្វើមិត្តជាមួយលោកទេខ្ញុំទៅហើយ ឈប់សិនចន្ទ្រាមិនទាន់និយាយរួចផងដល់ថ្ងៃកំណត់ហើយតើអ្នកទាំងពីរមានលុយសងខ្ញុំទេខ្ញុំខំស្កាត់មកខ្ញុំសង្ឃឹមថាអ្នកទាំងពីរនឹងមានលុយសងខ្ញុំចោះព្រោះអ្នកដឹងហើយមានទេថាកិច្ចសន្យាពីលើកមុននោះមានអ្វីខ្លះខ្ញុំដឹងណាស់លោកពញាតែពេលនេះខ្ញុំគ្មានប្រាក់សងទេលោកពញាអធិស្ឋានផងចោពិតមែនហើយលោកពញាពេលនេះខ្ញុំរកប្រាក់មិនទាន់គ្រប់ទេលោកពញាទុកពេលឲ្យខ្ញុំបន្តិចទៀតទៅណាលោកពញាខ្ញុំអធិស្ឋានឲ្យហើយទើបខ្ញុំព្រមឲ្យខ្ចីប្រាក់ខ្ញុំលើកលែងឲ្យហើយឬមួយនាគថាខ្ញុំនេះមិនប្រណីទៀតបើនាគមិនព្រមសងទេថ្ងៃនេះខ្ញុំនឹងរកអូសផ្ទះហើយលោកពញារាល់ថ្ងៃនេះខ្ញុំខំរកប្រាក់ណាស់តែរកមិនទាន់គ្រប់ទេលោកពញាពេលបន្តិចទៀតទៅបានទេណាលោកពញាមិនបានទេយើងមិនលើកលែងឲ្យទេទោះបីយ៉ាងណាថ្ងៃនេះត្រូវតែសងលុយឲ្យគ្រប់ដែរបើមិនអញ្ចឹងទេខ្ញុំនឹងរកអូសផ្ទះហើយកុំថាខ្ញុំនេះចិត្តអាក្រក់ ពុកម៉ែខ្ញុំមកវិញហើយថ្ងៃនេះខ្ញុំលក់បន្លែអស់រលីងតែម្ដង ចន្ទ្រាកូនអង្គុយចុះសិនមក ម៉ែតើពីណាគេនឹងខ្ញុំមិនដែលឃើញមុខទេ គឺលោកពញានឹងណាកូនឆាប់ជម្រាបសួរលោកទៅកូនស្រីនេះទាំងពីរមែនទេមុខមាត់ស្អាតក្រិនបើតើក្មួយឈ្មោះអ្វីទៅ ចាជំរាបសួរខ្ញុំឈ្មោះចន្ទ្រា ល្អហើយយ៉ាងម៉េចហើយមានលុយទេបើគ្មានលុយទេខ្ញុំនឹងធ្វើតាមនឹងហើយ ម៉ែតើម៉ែជំពាក់ប្រាក់គាត់ប៉ុន្មានទៅ សរុបទាំងអស់20តម្លឹងហើយកូនពេលនេះម៉ែគ្មានលុយទេតើគិតធ្វើយ៉ាងម៉េចទៅកូន ដល់ពេលហើយតែខ្ញុំត្រូវសងគុណអ្នកទាំងពីរលោកពញាពុកម៉ែខ្ញុំគ្មានប្រាក់សងទេបើខ្ញុំសុំទៅបម្រើលោកពញាដើម្បីកាត់បំណុលទៅបានទេ ចន្ទ្រា ពិតជាកូនអកតញ្ញូមែនដែលហ៊ានលះបង់ដើម្បីឪពុកម្ដាយអ្នកបំរើក្នុងផ្ទះខ្ញុំមានច្រើនណាស់ខ្ញុំមិនរើសអ្នកបំរើទៀតទេតែមិនធ្វើទេយើងឃើញក្មួយចេះជួយធ្វើរកគ្រួសារបែបនេះបានយល់ព្រមថ្ងៃស្អែកនេះខ្ញុំនឹងឲ្យគេមកទទួល ខ្ញុំអរគុណហើយលោកពញាដែលមេត្តាខ្ញុំម៉ែកុំបារម្ភអីពេលដែលខ្ញុំធ្វើការសងបំណុលគេហើយខ្ញុំនឹងត្រឡប់មករកម៉ែវិញណាម៉ែ បានហើយខ្ញុំអស់អីត្រូវនិយាយទៀតហើយ
ខ្ញុំត្រឡប់ទៅវិញហើយកុំភ្លេចថ្ងៃស្អែកនេះខ្ញុំនឹងឲ្យគេមកទទួលទៅនៅផ្ទះរបស់ខ្ញុំលោកពញាខ្ញុំអរគុណហើយលោកពញាខ្ញុំសូមជូនដំណើរទៅ